បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៅ Channel PNew ទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី5នៃខែតុលាឆ្នាំ2025ហើយដោយអ្វីដែលខ្ញុំបានសន្យាជាមួយបងប្អូនពីពេលកន្លងមកហើយថាខ្ញុំនឹងទៅស្វែងរករាល់ព្រឹត្តិការណ៍ព័ត៌មានហេតុការណ៍គ្រោះអាសន្ននានាដែលកើតមាននៅប្រទេសថៃដើម្បីលើកយកមកចែករំលែកចែកជូននិងធ្វើការអាប់ដេតរាល់ព្រឹត្តិការណ៍ទាំងអស់នោះជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងហើយមកទល់នឹងពេលនេះបងប្អូនព្រឹត្តិការណ៍គ្រោះអាសន្នកើតមាននៅប្រទេសថៃនឹងគឺកើតមានសឹងតែអាប់ដេតព័ត៌មាននឹងមិនទាន់ទេបងប្អូនមិនថាតែខ្ញុំទេសូម្បីតែអ្នកសារព័ត៌មានថៃពេលនេះក៏លាន់មាត់ដែរមកទល់នឹងពេលនេះបងប្អូនពិតជាដឹងហើយថាព្រឹត្តិការណ៍ជាពិសេសគឺគ្រោះអាសន្នគ្រោះអគ្គិភ័យគ្រោះមហន្តរាយទឹកជំនន់ហ្នឹងគឺប្រទេសថៃទទួលសឹងតែពេញប្រទេសទាំងអស់ឥឡូវនេះគ្រោះធ្ងន់ធ្ងរបំផុតគឺអគ្គិភ័យពេលនេះបណ្ដាក់គ្នាដូចខ្យល់អញ្ចឹងដែលកំពុងតែសន្ធប់ទៅលើប្រទេសថៃតែម្ដងហើយមួយថ្ងៃទៅមួយថ្ងៃជាពិសេសផេកបងប្អូនណាផេកដែលពាក់ព័ន្ធជាមួយនឹងក្រុមពលអគ្គិភ័យនៅប្រទេសថៃហ្នឹងគឺផុសសឹងទៅថាមួយថ្ងៃ 3-4 ករណីក៏មានដែរឥឡូវនេះខ្ញុំទទួលបានករណី2បន្ថែមទៀតបងប្អូនសម្រាប់ចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងប្រទេសថៃគ្រោះអាសន្នកើតឡើងចំនួន2ករណីបន្ថែមសម្រាប់ថ្ងៃទី4ម្សិលមិញនេះតាមប្រភពសារព័ត៌មានថៃបានចុះផ្សាយកាលពីល្ងាចម្សិលមិញនៃថ្ងៃទី4ខែតុលាឆ្នាំ2025ប្រទេសថៃបានជួបគ្រោះអាសន្នចំនួន2ធំករណីតែម្ដងបន្ទាប់ពីគ្រោះអាសន្នចាស់បងប្អូនណាមិនទាន់បានរលត់ឬក៏បញ្ចប់នៅឡើយទេជាពិសេសកើតមានច្រើននៅក្នុងទីក្រុងបាងកកគឺកើតមាននឹងផ្ទួនគ្នាតែម្ដងឥឡូវនេះយើងកុំឲ្យចំណាយពេលវេលាយូរយើងទៅលំអិតនៅព្រឹត្តិការណ៍ទាំងពីរករណីនេះតែម្ដងករណីទី1គឺពាក់ព័ន្ធជាមួយនឹងអគ្គិភ័យបានកើតឡើងនៅក្នុងមហាវិទ្យាល័យវិជ្ជសាស្ត្រប្រមងកុដក្លាវនៅលើផ្លូវរតចាវិថីខណ្ឌផាយាថៃនៃទីក្រុងបាងកកបើតាមទំព័រ Facebook របស់ក្រមពលរដ្ឋអគ្គិភ័យថៃបានរាយការណ៍ថាមានអគ្គិភ័យឆាបឆេះនៅមហាវិទ្យាល័យវិជ្ជសាស្ត្រប្រមងកុដក្លាវនៅលើផ្លូវរតចាវិថីនៃទីក្រុងបាងកកនៅម៉ោងប្រមាណជា 6:44 នាទីល្ងាចនៅថ្ងៃទី4ខែតុលាឆ្នាំ2025ហើយបុគ្គលិកពលរដ្ឋអគ្គិភ័យនិងក្រុមជួយសង្គ្រោះដែលចេញពីស្ថានីយ៍ផាយាថៃគឺបានដុតដៃដុតជើងនិងប្រើប្រាស់រថយន្តពលរដ្ឋអគ្គិភ័យទៅនឹងកន្លែងកាត់ហេតុជាបន្ទាន់ណាបងប្អូនណាដើម្បីដោះស្រាយអំពីបញ្ហានេះអគ្គិភ័យបានឆាបឆេះអគារពហុបំណងនៃមហាវិទ្យាល័យវិជ្ជសាស្ត្រប្រមងកុដក្លាវជាន់ទី5នៅលើផ្លូវរតចាវិថីវេលាម៉ោង 6:30 នាទីល្ងាចដែលបានធ្វើការឆាបឆេះកាលពីថ្ងៃសៅរ៍ដោយមិនទទួលបានព័ត៌មានឬក៏ការរាយការណ៍អំពីអ្នករងរបួសនៅឡើយទេប៉ុន្តែមកទល់នឹងពេលនេះលោកកុលរិជ្ជាអ្នកនាំពាក្យរងនៃកងយុទ្ធពលខេមរៈភូមិន្ទថៃបាននិយាយថាបងប្អូនអគ្គិភ័យនេះបានកើតឡើងនៅក្នុងតំបន់ដែលប្រើសម្រាប់រក្សាទុកឧបករណ៍របស់និស្សិតពេទ្យក្រុមពន្លត់អគ្គិភ័យបានជួយពន្លត់នៅទីតាំងនោះបានយ៉ាងឆាប់រហ័សហើយអគារនេះមិនត្រូវបានគេប្រើសម្រាប់ថែទាំអ្នកជំងឺទេហើយក៏មិនមានអ្នកណាម្នាក់រងរបួសដែរនេះបើតាមលោកកុលរិជ្ជាដែលជាអ្នកនាំពាក្យបាននិយាយប្រាប់មកកាន់សារព័ត៌មានប៉ូលីសសង្ស័យថាការឆាបឆេះនេះគឺបណ្ដាលមកពីការផ្ទុះសេខ្សែភ្លើងដែលបណ្ដាលឲ្យឆាបឆេះហើយពេលនេះកំពុងតែធ្វើការស៊ើបអង្កេតជាបន្តនេះជាករណីទី1បងប្អូនដែលកើតមាននៅឯប្រទេសថៃនៅទីក្រុងបាងកកកាលពីម្សិលមិញដែលបណ្ដាលមកពីការផ្ទុះសេខ្សែភ្លើងបង្កើតជាអគ្គិភ័យឆាបឆេះអគារពហុបំណងបងប្អូនណាឬក៏អគារស្តុកសម្ភារៈពេទ្យសម្រាប់និស្សិតពេទ្យនៅឯផាយាថៃនៃទីក្រុងបាងកកនេះជាករណីទី1ឥឡូវនេះយើងទៅលំអិតនៅករណីទី2ដែលជាករណីដែលមានសោកនាដកម្មបងប្អូនណាដែលមានមនុស្សបាត់បង់ជីវិតឥឡូវយើងទៅលំអិតតែម្ដងហើយមុននឹងឈានចូលទៅក្នុងអត្ថបទនេះក៏សូមកាត់ជូនបងប្អូនបន្តិចហើយក៏សូមផ្ដាំផ្ញើទៅប្រជាពលរដ្ឋខ្មែរយើងថាក្នុងករណីទឹកឡើងបងប្អូនណាឬក៏ទឹកជន់គឺមានតំបន់មួយចំនួនដែលបងប្អូនមើលថាអាចនឹងទេសភាពស្អាតមានទឹកឡើងទឹកអីចឹងទៅប៉ុន្តែបងប្អូនសូមមេត្តាប្រុងប្រយ័ត្នចំពោះក្មេងតូចដែលអាចបង្កឲ្យពួកគាត់នឹងបាត់បង់ជីវិត
ណាបងប្អូនយ៉ាងឆាប់រហ័សដោយសារតែយើងភ្លេចភ្លាំងការទៅលេងបងប្អូនណាការទៅលេងនៅតំបន់ដែលមានទឹកស្អាតអីហ្នឹងធម្មតាបងប្អូនតែងតែទៅដាក់ការហូបចុកទៅជាមួយឯងអង្គុយភ្លេចភ្លាំងរវល់តែចែកប្រាជ្ញគ្នាកូនរត់ធ្លាក់ទឹកធ្វើឲ្យយើងកើតសោកនាដកម្មមួយផ្លែតបងប្អូនណាដោយករណីទី2ដែលកើតមាននៅប្រទេសថៃនេះអញ្ចឹងដូច្នេះហើយបងប្អូនយើងទៅលំអិតតែម្ដងករណីទី2នេះបងប្អូនមនុស្សធំចំនួន3នាក់បានលង់ទឹកស្លាប់ខណៈពេលព្យាយាមបងប្អូនណាខណៈដែលព្យាយាមសង្គ្រោះក្មេងម្នាក់អាយុ14ឆ្នាំដែលបានលង់ទឹកបើតាមប្រភពសារព័ត៌មានថៃគេបានចុះផ្សាយថាមួយគ្រួសារគឺបានស្លាប់តែម្ដងបងប្អូនណាមួយគ្រួសារបានស្លាប់តែម្ដងដោយសារតែជួយសង្គ្រោះក្មេងប្រុសដែលលង់ទឹកនៅឯក្បែរស្ពានសេបៃដែលស្ពាននោះនៅចន្លោះរវាងឃុំឈៀងផែងស្រុកប៉ាត់តយខេត្តយ៉ាសូថននិងឃុំខំប្រាហៅតាខេត្តអំណាត់ចារឿនសោកនាដកម្មនេះកើតឡើងនៅពេលដែលក្មេងប្រុសបានរអិលជើងធ្លាក់ពីច្រាំងទន្លេខណៈដែលក្រុមគ្រួសារកំពុងតែសម្រាកនៅឯមាត់ទឹកបងប្អូនណាលក្ខណៈទៅសម្រាកលេងដូចខ្ញុំនិយាយខាងលើអញ្ចឹងទៅសម្រាកអង្គុយលេងអញ្ចឹងទៅហើយក្មេងអត់ប្រយ័ត្នរអិលជើងធ្លាក់ចូលទៅក្នុងទន្លេហ្នឹងចូលទឹកហ្នឹងបើតាមការសាកសួរពីសាក្សីនៅទីនោះបានឃើញលោកពូម្នាក់អាយុ39ឆ្នាំជាអ្នកលោតទឹកដំបងដើម្បីចូលទៅជួយសង្គ្រោះក្មេងនោះបងប្អូនណាប៉ុន្តែគាត់ត្រូវបានចរន្តទឹកហ្នឹងទាញគាត់បងប្អូនណាដោយសារតែទឹកហូរខ្លាំងទាញគាត់ចូលទៅក្នុងទឹកបាត់តែម្ដងហើយជីដូនរបស់ក្មេងប្រុសអាយុ61ឆ្នាំនិងជីតាអាយុ62ឆ្នាំដែលជាឪពុកម្ដាយរបស់លោកពូដែលបានលោតទៅជួយក្មេងនោះណាបងប្អូនបានទៅយកទូកដើម្បីអុំទៅនឹងកន្លែងកើតហេតុដើម្បីជួយដល់ចៅនិងកូនដូច្នេះក្មេងដែលលង់ទឹកនោះគឺជាកូនរបស់លោកពូដែលលោតនឹងឯងគាត់បានទាញចៅរបស់គាត់មកលើទូកបានដោយសុវត្ថិភាពតែអកុសលនៅពេលដែលគាត់អុំទូកណាបងប្អូនត្រូវចរន្តទឹកដែលកំពុងតែហូរខ្លាំងហ្នឹងទាញទូកពួកគាត់ហ្នឹងលិចចូលទៅក្នុងទឹកម្ដងហើយទឹកហ្នឹងបានរុញនិងទាញចៅប្រុសរបស់គាត់ហ្នឹងឡើងទៅលើច្រាំងណាជាហេងវិញក្មេងប្រុសហ្នឹងបងប្អូនជាហេងប៉ុន្តែអ្វីដែលសំខាន់នោះណាបងប្អូនយាយនិងតាព្រមទាំងឪពុកក្មេងប្រុសនោះត្រូវបានលង់ទឹកស្លាប់ទាំងអស់តែម្ដងដូច្នេះករណីនេះមានតែក្មេងប្រុសម្នាក់ទេដែលរស់រៀនមានជីវិតនៅក្នុងអបតវហេតុនេះប៉ុន្តែឪពុករួមទាំងជីតានិងជីដូនហ្នឹងត្រូវបានស្លាប់ដោយសារតែលង់ទឹកនេះទាំងអស់គ្នាហើយដើមហេតុគឺដោយសារតែជួយក្មេងប្រុសម្នាក់គត់បងប្អូនណាជួយក្មេងនឹងម្នាក់ធ្វើឲ្យឪពុករួមទាំងដូនតាហ្នឹងស្លាប់បាត់បង់ជីវិតនេះហើយជាករណីទី2ដែលកើតមាននៅប្រទេសថៃប៉ុន្តែករណីមួយនេះក៏អាចបងប្អូនណាក៏អាចកើតមាននៅកម្ពុជាដែរប្រសិនបើយើងធ្វើប្រហែសបងប្អូនយកកូនទៅលេងជាមួយហើយយើងមិនបានមើលថែគាត់មួយទៀតគាត់មិនចេះហែលទឹកណាបងប្អូនក្មេងធម្មតាលពឹសដែរបងប្អូនលេងឃើញទឹកអីហើយវ័យ14ឆ្នាំគឺជាវ័យមួយដែលគាត់ចង់ស្គាល់ចង់លេងទឹកហើយដូច្នេះសំខាន់គឺគាត់ទោះជាគាត់ចេះហែលទឹកក៏ដោយបងប្អូនប៉ុន្តែអ្វីដែលសំខាន់គឺទឹកហូរខ្លាំងបើតាមរូបភាពជាមួយនឹងសារព័ត៌មានគេចុះផ្សាយនេះគឺចរន្តទឹកមិនធម្មតាទេដល់ថ្នាក់ទាញទូកដែលកំពុងតែអុំយាយតាអុំហ្នឹងទាញលិចចូលទៅក្នុងទឹកទៀតដូច្នេះហើយមិនប្រកបថាយើងចេះហែលទឹកហើយអាចរួចផុតពីអាយុរួចផុតពីគ្រោះមហន្តរាយនេះបានទេបងប្អូនដូច្នេះបងប្អូនសម្រាប់ថ្ងៃនេះខ្ញុំមានករណីចំនួន2នេះដើម្បីអាប់ដេតជូនបងប្អូនពាក់ព័ន្ធជាមួយនឹងគ្រោះអគ្គិភ័យដែលកើតមាននៅឯទីក្រុងបាងកកនៅឯវិទ្យាល័យបងប្អូនណាមហាវិទ្យាល័យវិទ្យាសាស្ត្រប្រមងគុតក្លាវហើយមកទល់នឹងពេលនេះហ្នឹងគឺតាមរបាយការណ៍របស់ប៉ូលីសគេបានបញ្ជាក់ហើយគឺមិនមានអ្នកណារងរបួសម្នាក់ទេហើយសម្រាប់ករណីទី2គឺពាក់ព័ន្ធជាមួយនឹងក្មេងប្រុសម្នាក់បានលង់ទឹកប៉ុន្តែត្រូវឪពុកម្ដាយរួមទាំងជីដូនជីតាហ្នឹងទៅជួយហើយធ្វើឲ្យពួកគាត់ហ្នឹងស្លាប់ទាំង3នាក់តែម្ដងរួចផុតជីវិតតែក្មេងប្រុសម្នាក់នោះទេនេះជាករណីទាំងពីរដែលកើតមាននៅឯប្រទេសថៃកាលពីម្សិលមិញនៅថ្ងៃទី4ណាបងប្អូននៅថ្ងៃទី4ដុល្លារឆ្នាំ2025ដូច្នេះបងប្អូនសម្រាប់ក្នុងថ្ងៃនេះខ្ញុំបាទ Peace New ក៏ដល់ពេលវេលាមួយដែលបញ្ចប់រាល់ព្រឹត្តិការណ៍ដែលកើតមានចំនួន2ករណីដើម្បីយកមកអាប់ដេតជូនបងប្អូននេះហើយដូច្នេះប្រសិនបើមានអ្វីដែលថ្មីបន្ថែមទៀតខ្ញុំនឹងធ្វើការអាប់ដេតជូនបងប្អូនបន្ថែមពាក់ព័ន្ធនឹងករណីគ្រោះអាសន្នគ្រោះមហន្តរាយដែលកើតមាននៅប្រទេសថៃហើយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែរដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនានៅ Channel
ពីញូទាំងអស់គ្នាប្រសិនបើមានពាក្យពេចន៍ត្រង់ណាដែលខ្ញុំនិយាយទៅមិនចំជួនឃ្លោងឃ្លាត្រង់ណាដែលខុសចុងជួននោះក៏សូមបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសរាល់កំហុសខុសឆ្គងហើយប្រសិនជាបងប្អូនពេញចិត្តកុំភ្លេចចុច like ចុច subscribe ដើម្បីទទួលបាននៅព័ត៌មានអាប់ដេតឬក៏ព័ត៌មានថ្មីៗពីខ្ញុំបាទ Peace New សម្រាប់ថ្ងៃនេះខ្ញុំបាទ Peace New ក៏សូមអរគុណនិងសូមជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀត